ចាជំរាបសួរសួស្តីបងប្អូនអរគ្នាវីដេអូថ្ងៃនេះគឺថាមកបង្ហាញជូនបងប្អូនពីការប្រមូលផលផ្លែត្រឡាចរបស់ខ្ញុំនៅវគ្គបញ្ចប់ចុងក្រោយហើយបងប្អូនតែបងប្អូនបានដឹងអញ្ចឹងថាត្រឡាចរបស់ខ្ញុំគឺខ្ញុំដាំនៅលើទឹកហើយខ្ញុំបានប្រមូលផលច្រើនដងរួចមកហើយនិយាយវាថាផ្លែអើយផ្លែខ្លាំងយុទ្ធមែនតើនៅក្នុងវីដេអូនេះគឺខ្ញុំមកប្រមូលផលក៏ដូចជាបង្ហាញជូនបងប្អូនពីការលាងសម្អាតធុងស្នោទុកដាក់គេឲ្យបានល្អត្រឹមត្រូវទុកប្រើប្រាស់នៅពេលក្រោយទៀតហើយអ្វីដែលពិសេសគឺខ្ញុំមកប្រាប់កន្លឹះបងប្អូនអំពីរបៀបនៃការលាងសម្អាតកន្ត្រកឲ្យបានថ្មីជ្រៅដូចទិញមកអញ្ចឹងណាបងប្អូនចាចំពោះបងប្អូនដែលចង់ចេះដាំផ្លែត្រឡាចចាបងប្អូននៅក្នុងវីដេអូវគ្គមុនគឺខ្ញុំបានបង្ហាញជូនបងប្អូនអំពីរបៀបនៃការបន្តគ្រាប់ពូជត្រឡាចក៏ដូចជាបង្ហាញជូនបងប្អូនពីរបៀបនៃការថែទាំផ្លែត្រឡាចនេះតាមដំណាក់កាលនៃអាយុរបស់គេមួយរួចមកហើយអញ្ចឹងបើសិនជាបងប្អូនមានបំណងចង់ដាំត្រឡាចនេះចាអាចចូលទៅមើលវីដេអូចាស់ៗបានហើយនេះគឺជាម៉ាកត្រឡាចដែលខ្ញុំដាំហើយមួយវិញទៀតការបងប្អូនរបៀបនៃការដាក់ដាំលើទឹកជីហ្នឹងក៏ខ្ញុំបានបង្ហាញជូនបងប្អូនហើយថាតើកម្រិតទឹកជីដែលយើងត្រូវប្រើប្រាស់ក្នុងការដាំត្រឡាចហ្នឹងត្រូវប្រមាណអីប្រមាណអញ្ចឹងណាហើយក៏បានប្រាប់បងប្អូនពីរបៀបនៃការថែទាំរបៀបនៃការប្រើប្រាស់ប្រទេសអាលូមីញ៉ុមដើម្បីជួយទប់កម្ដៅក៏ដូចជាបានបង្ហាញជូនបងប្អូនរួចមកហើយអំពីរបៀបនៃការកាត់ខ្នែងនិយាយទៅគឺបានបង្ហាញជូនវីដេអូពីរបៀបនៃការចាថែទាំចាដើមត្រឡាចរបស់យើងតាំងពីវគ្គដំបូងរហូតដល់ពេលប្រមូលផលហ្នឹងតែម្ដងហើយសម្រាប់បងប្អូនចាដែលចង់បានដាំត្រឡាចនេះអាចឆាតជួយពេកបានហើយទឹកជីដែលពួកខ្ញុំដាក់ជូនបងប្អូនគឺជាទឹកជីសម្រាប់តំណាំយកផ្លែដែលមានគុណភាពខ្ពស់ហ្នឹងតែម្ដងណាបងប្អូនចាអញ្ចឹងបងប្អូនតោះទៅទស្សនាការប្រមូលផលផ្លែត្រឡាចរបស់ខ្ញុំនៅវគ្គចុងក្រោយនេះជាមួយនឹងគ្នានិយាយទៅផ្លែត្រឡាចរបស់ខ្ញុំនេះនៅក្នុងវីដេអូនេះគឺខ្ញុំកំបាញពីរវគ្គចូលគ្នាតែម្ដងគឺថាប្រមូលផលចំនួន2ដងជាប់គ្នាបងប្អូនយើងប្រមូលផលម្ដងហើយយើងទុកវាប្រហែលជាអាទិត្យឬក៏ទៅ10ថ្ងៃទៀតទៅអាផ្លែតូចដែលយើងទុកក្តឹបហ្នឹងគឺវាដុះមកបន្តទៀតដែរអញ្ចឹងនៅក្នុងវគ្គនេះគឺខ្ញុំប្រមូល2ដងជាប់គ្នាតែម្ដងអញ្ចឹងបងប្អូនតើទស្សនាជាមួយនឹងការប្រមូលផលផ្លែត្រឡាចនេះជាមួយខ្ញុំទាំងអស់គ្នាបងប្អូនអញ្ចឹងត្រឡាចនេះយើងប្រមូលផលច្រើនដងខ្លាំងមែនតើចា3 4ដងហើយអញ្ចឹងពេលយើងប្រមូលផលអាលើនេះវានៅមានក្តឹបទៀតណានេះបងប្អូនឃើញនេះមានក្តឹបទៀតអញ្ចឹងយើងប្រមូលផលផ្លែធំចេះមកចាផ្លែធំចេះមកទុកលទ្ធភាពឲ្យផ្លែតូចនេះគេចាប់ដើមធំប្រេជួនទៀតណាអញ្ចឹងត្រឡាចនេះផ្លែច្រើនបងប្អូនសិតតែផ្លែខាងលើនេះផ្លែទៀតខាងណាទៀតនេះវាទៅកប់ជាមួយនឹងស្លឹកហ៎ខាងលើទៀតនេះបងប្អូនចាយើងអាចទុកបន្តទៀតចាទុកបន្តទៀតឲ្យផ្លែតូចហ្នឹងគេធំមកដែរហ្មងនេះផ្លែច្រើនណាអូខេអញ្ចឹងថ្ងៃហ្នឹងយើងមកប្រមូលផលធំតែតូចយើងទុកឲ្យវាធំថែមទៀតចាបងប្អូនចាំបន្តពីប្រមូលផលហើយម្សៅយើងទុកប្រហែលជាមួយអាទិត្យទៅ10ថ្ងៃឥឡូវអាក្តឹបដែលនៅតូចវាចាប់ដើមធំអានេះខ្ញុំប្រមូលផលម្សៅទៀតនេះបងប្អូនចាបងប្អូននិយាយទៅផ្លែត្រឡាចនេះនិយាយថាផ្លែនោះផ្លែហើយផ្លែវាធំហើយឆ្ងាញ់ទៀតណាបងប្អូនចំពោះផ្លែត្រឡាចនេះភាសាអង់គ្លេសគេហៅថា mini winter melon លក្ខណៈថាក្តឹបត្រឡាចតូចហើយផ្លែច្រើននេះយើងកាត់គឺថាបកជាមកពីមែននេះធំអូត្រឡាចគេនេះគឺថារោមគឺចាមុតដៃណាបងប្អូនចាគឺរោមវាតូចប៉ុន្តែអាចមុតដៃហ្នឹងបងប្អូនចឹងនៅក្នុងវគ្គចុងក្រោយនេះគឺខ្ញុំប្រមូលផលទាំងអស់មកតាំងអាតូចតាំងអាក្តឹបអីហ្នឹងគឺខ្ញុំកាត់មកទាំងអស់ហើយដោយសារតែយើងប្រមូលផលហើយយើងត្រូវការកាត់សម្អាតកន្លែងទីតាំងរបស់យើងហ្នឹងដើម្បីត្រៀមទុកដាំដំណាំផ្សេងទៀតចឹងនៅក្នុងវគ្គនេះគឺខ្ញុំបានជូនបងប្អូនពីរបៀបនៃការលាងសម្អាតឧបករណ៍របស់យើងក៏ដូចជាការទុកដាក់ឧបករណ៍របស់យើងសម្រាប់ការដាំនៅពេលក្រោយទៀតចឹងបងប្អូននេះដាក់ទេខ្ញុំទុកញ៉ាំបងប្អូនចាបងប្អូនអញ្ចឹងនៅពេលដែលយើងកាត់ដើមត្រឡាចរបស់យើងរួចហើយចាឬរបស់គេអីនេះគឺថាយើងត្រូវកាត់គេចោលទាំងអស់តែម្ដងទៅចាបងប្អូនហើយសម្រាប់ទឹកជីដែលនៅក្នុងធុងនេះគឺយើងអាចយកទៅស្រោចស្រពដំណាំដែលយើងដាំលើដីបានណាបងប្អូន
มือแกnóมือแกlại nhưมาได้ค่ะโอ้มาลำทงใส่จังกัดใส่ได้คือต้องยืนจังนี่คือโยมมาเรียนสมาธงระบอกโยมนะបងប្អូនធុងខ្មែរនេះបើសិនជាបងប្អូនត្រូវការអាចឆាតជពេកទិញបានបងប្អូនធុងខ្មែរកូដ PP ងាយស្រួលក្នុងការប្រើប្រាស់ចំពោះការដាំត្រាំលើទឹកធន់ស្វិតហើយរឹងមាំណាបងប្អូនបាត់មកអញ្ចឹងបន្ទាប់ពីខ្ញុំលាងសម្អាតធុងក្រូចជាស្នោរួចរាល់ហើយគឺខ្ញុំយកមកហាលថ្ងៃដើម្បីឲ្យងាប់មេរោគក៏ដូចជាឲ្យបានស្ងួតល្អទៅដើម្បីយើងត្រៀមក្នុងការដាំដំណាំផ្សេងទៀតហើយបន្តមកទៀតគឺដល់កន្លែងចំណុចសំខាន់ដែលខ្ញុំចង់បញ្ជូនបងប្អូនអំពីរបៀបនៃការលាងកន្ត្រកសម្រាប់ការលាងកន្ត្រកនេះគឺខ្ញុំប្រើជាមួយនឹងទឹកអូសវ៉ាចាបងប្អូនប្រើមួយគម្របឬក៏មួយគម្របកន្លះទៅចាក់ចូលទៅក្នុងធុងដែលមានចាកន្ត្រកដូចជាទឹកយើងកូរវាឲ្យសព្វហើយបងប្អូនកូរឲ្យសព្វនេះទុករយៈពេល5 ទៅ 6 ម៉ោងឬក៏ទុកមួយថ្ងៃពេញនោះគឺកាន់តែល្អឥឡូវគឺថាខ្ញុំទុកបានមួយថ្ងៃហើយបងប្អូនលក្ខណៈថាខ្ញុំកាត់យកឲ្យបងប្អូនឆាប់ដឹងហ្មងអញ្ចឹងយើងទុកគេបានមួយថ្ងៃអាទឹកអូសវ៉ានេះគឺគេកាត់ជាតិចាអាស្លាយឬក៏ដីអីផ្សេងដែលមានជាប់មួយកតកឡើងស្អាតខ្លាំងតែម្ដងអញ្ចឹងបងប្អូនគ្រាន់តែចាក់គេកលែងជាមួយនឹងទឹកពី3 ដងទៅគឺបានហើយសម្រាប់បងប្អូនចាដែលចង់បានកន្ត្រកអាចឆាត់ជពេកទិញបានអញ្ចឹងវិធីសាស្ត្រដែលខ្ញុំបានជូនបងប្អូននឹងការលាងកន្ត្រកនេះគឺថាថ្មីជ្រើងតែម្ដងបងប្អូនថ្មីជ្រើងដូចយើងទិញមកដំបូងអញ្ចឹងណាបងប្អូនលក្ខណៈថាចង់ថ្មីជាយើងទិញមកដំបូងទៀតចាបងប្អូនអញ្ចឹងវីដេអូដែលខ្ញុំបានជូននៅពេលនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនណាហើយបើសិនជាបងប្អូនមានចម្ងល់ឬក៏សំណួរឬក៏ចង់បានជាមួយនឹងឈុតដាំនិងឧបករណ៍ផ្សេងទៀតបងប្អូនអាចឆាតចូល page បានណាបងប្អូនចាអញ្ចឹងសម្រាប់វីដេអូនេះពីខ្ញុំមេរីចានចាសូមអរគុណសូមជម្រាបលាហើយនឹងជួបគ្នាជាមួយនឹងបងប្អូននៅវីដេអូក្រោយៗទៀតបាយបាយបងប្អូន